ព្រោះតែនិកជនអាញាធរប៉ាគីស្ថានបានបណ្ដេញជនជាតិអាហ្វហ្គានីស្ថានជាង 80000 នាក់មុនថ្ងៃកំណត់ 30 មេសាមន្ត្រីជាន់ខ្ពស់មួយរូបនៅថ្ងៃសុក្របាននិយាយថាប៉ាគីស្ថានបានបណ្ដេញជនជាតិអាហ្វហ្គានីស្ថានជាង 80000 នាក់បើគិតចាប់តាំងពីចុងខែមីនាមកជាផ្នែកមួយនៃការជំរុញការធ្វើមាតុភូមិនិវត្តន៍ឲ្យបានមុនកំណត់ថ្ងៃ 30 មេសាជនជាតិអាហ្វហ្គានីស្ថានដែលនៅរស់ហើយរស់នៅខុសច្បាប់ឬអ្នកដែលបានកាន់សញ្ជាតិអាហ្វហ្គានីស្ថានត្រូវបានព្រមានដោយទីក្រុងអាហ្វហ្គានីស្ថានដែលរស់នៅខុសច្បាប់ឬក៏អ្នកដែលកាន់ប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថានត្រូវបានព្រមានដោយទីក្រុងអ៊ីស្លាមាបាតឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញបើមិនដូច្នោះទេត្រូវប្រឈមការនិរទេសនៅថ្ងៃទី 31 ខែមីនាជាថ្ងៃផុតកំណត់ដែលបន្ទាប់មកគឺត្រូវបានពន្យាដល់ថ្ងៃទី 30 ខែមេសាទីប្រឹក្សាក្រសួងមហាផ្ទៃលោក Talal Chowdhury បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងអ៊ីស្លាមាបាតថាថ្ងៃផុតកំណត់ទី 30 ខែមេសាគឺជាថ្ងៃចុងក្រោយដោយលោកបានគូបញ្ជាក់ថាមានតែជនជាតិអាហ្វហ្គានីស្ថានដែលកាន់ទិដ្ឋាការស្របច្បាប់ប៉ុណ្ណោះទើបអាចទទួលបានការអនុញ្ញាតឲ្យស្នាក់នៅបន្តក្នុងប្រទេសប៉ាគីស្ថានគូបញ្ជាក់ថាកិច្ចប្រឹងប្រែងជំរុញឲ្យធ្វើមាតុភូមិនិវត្តន៍គឺជាផ្នែកមួយនៃយុទ្ធនាការដែលមានឈ្មោះថាផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់ដែលបានចាប់ផ្ដើមឡើងនៅចុងឆ្នាំ 2023 កន្លងមកប៉ាគីស្ថានបានលើកឡើងថាការវាយប្រហារនិងឧក្រិដ្ឋកម្មផ្សេងៗគឺជាស្នាដៃរបស់ជនជាតិអាហ្វហ្គានីស្ថានដែលបង្កើតជាក្រុមជនអន្តោប្រវេសន៍ច្រើនជាងគេនៅក្នុងប្រទេស